តែក្បាលវីដេអូហ្នឹងគឺថាស្រក់ទឹកមាត់បាត់ហើយហ្នឹងបងប្អូនតោះថ្ងៃនេះមកនាំបងប្អូនធ្វើបុកល្ហុងបែបស្រុកស្រែហើយបុកល្ហុងបែបស្រុកស្រែនេះបែរគឺថាងាយធ្វើមែនទេបងប្អូនដល់យើងបុកក្តំពិលហ្នឹងឲ្យម៉ត់ទៅបន្ទាប់មកយើងធ្វើការដាក់ជាមួយនឹងខ្ទឹមសហើយម្ទេសនេះដែរយើងប្រើជាមួយនឹងម្ទេសក្រៀមម្ទេសស្រស់អញ្ចឹងណាបងប្អូនហើយម្ទេសយើងដាក់តាមចំណង់ចំណូលចិត្តទៅបុកខ្ទឹមបុកក្តំពិលហ្នឹងឲ្យម៉ត់ដាក់ម្ទេសចូលបុកម្ទេសនឹងម៉ត់ហើយយើងធ្វើការដាក់ជាមួយនឹងអូនមានអីច្រើនទេមានតែក្តំពិលក្តំពិលនេះដែរនិយាយទៅមិនក្តំពិលប៊ីចេងតាមរសជាតិដែលយើងចង់បានអញ្ចឹងណាតែយើងយកមកលាងទឹកវាស្អាតទៅយើងគ្រឿងនឹងឲ្យម៉ត់ល្អហើយយើងធ្វើការដាក់ជាមួយនឹងល្ហុងហើយល្ហុងនេះដែរយើងសាប់វាហើយយកវាទៅខ្សែទៅបងប្អូនដើម្បីឲ្យវាស្រួយឆ្ងាញ់អញ្ចឹងណាយើងធ្វើការបុកធ្វើការដាក់ជាមួយនឹងសណ្តែកដីហើយនឹងត្រីឆ្អែតសម្រាប់ត្រីឆ្អែតដែរយកវាទៅឲ្យស្រួយបុកបេះខ្សោយនឹងឲ្យម៉ត់តែម្ដងហើយបុកល្ហុងនេះក៏បានបុករួចរាល់ហើយដែរតែជួយឲ្យតំណងអត់ទេបងប្អូននិយាយទៅឆ្ងាញ់មែនណាបងប្អូនអាចសាកធ្វើបានធានារសជាតិហ្មងហើយដាក់ជាមួយនឹងស្បែកជ្រូកបំពងស្រួយទៀតគឺថាឆ្ងាញ់ចាប់មាត់ចាប់កហ្មងណាសម្រាប់បុកល្ហុងបែបស្រុកស្រែនេះបងប្អូនអាចញ៉ាំជាមួយនឹងបន្លែឆៅទៀតក៏បានដែរបងប្អូនដាក់តាមចំណង់ចំណូលចិត្តទៅហើយឥឡូវនេះគួយរួចរាល់ហើយបងប្អូននេះមើលទៅឃើញតំណងអត់ទេហើយមុននឹងសុំមកប្រាប់ពីទីតាំងទីបងប្អូននេះបងប្អូនណាដែលមានតម្រូវការបោះពុម្ពធៀបការធៀបបុណ្យធៀបឡើងផ្ទះអីឬក៏ថតរូបថតអីធ្វើ banner sticker អីឆ្លាក់ត្រាអីគឺកន្លែងខ្ញុំមានទទួលធ្វើបងប្អូនហើយទីតាំងវិញគឺងាយស្រួលរកមែនតើនៅវត្តស្លែងបងប្អូននៅទីតាំងនៅវត្តស្លែងទៅមុខបេណានក្រុងនៅផ្លូវជាលេខ3វិញគឺជិះមកដល់ស្តុបវត្តស្លែងហ្នឹងគឺយើងបត់ឆ្វេងបងប្អូនឡើងមកតាមផ្លូវការ៉ាសាំងផ្លូវទៅព្រៃសរវិញហ្នឹងបងប្អូនថ្ងៃនេះដែរគឺភ្ញៀវគាត់កំងធៀបការ300ធៀបបងប្អូនហើយអរគុណមែនតើដែលភ្ញៀវដែលតែងតែគាំទ្របងប្អូនហើយឥឡូវនេះមកធ្វើការញ៉ាំបុកល្ហុងបែបស្រុកស្រែយើងទាំងអស់ចាប់មាត់មែនតើជាមួយនឹងស្បែកជ្រូកបំពងគឺថាស្រួយក្រឹបតែម្ដងណាទៅរសជាតិដែលខ្លួនឯងចង់បានអត់ទៅអត់ពេកMày chụp rồi. អ
mà các bạn chọn ở hôm nay anh một tìm máu Jangan cuma con bị ấu nó bị tập năng con tràn vai